បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃមុនខ្ញុំបាទបានផុសត្រង់មន់ហ្នឹងមានបងប្អូនគាត់ឆាតសួរខ្ញុំជាច្រើនគាត់ថាតើត្រង់ហ្នឹងធ្វើកម្ពស់ប្រមាណបដោយប្រមាណទៅតឹងប្រមាណហើយដាក់មន់ហ្នឹងបានប្រមាណក្បាលអញ្ចឹងត្រង់នេះគឺខ្ញុំធ្វើទៅតាមកំណត់ខ្លួនឯងគិតថាខែក្តៅអញ្ចឹងបើសិនជាដាក់ប្រក់ដំបូលសង្កសីគឺវាក្តៅខ្លាំងអញ្ចឹងខ្ញុំបាទក៏ច្នៃធ្វើប្រក់ជាដំបូលស្បូវហើយក៏ឈើហ្នឹងក៏គ្មានអីអស្ចារ្យដែរបងប្អូនបាទគឺធ្វើពីដើមឫស្សីខ្លះហើយនឹងអាដើមយូខាប្រេងខ្យល់នឹងខ្លះអញ្ចឹងយកមកច្នៃដើម្បីធ្វើឲ្យមន់វាត្រជាក់បន្តិចព្រោះអីខែហ្នឹងវាចូលដល់ខែក្តៅអញ្ចឹងបងប្អូនបាទអញ្ចឹងចំពោះទទឹងវាគឺខ្ញុំធ្វើទទឹង2ម៉ែត្របាទអញ្ចឹងបណ្ដោយមាន4ម៉ែត្រអញ្ចឹងកម្ពស់ពីដីហ្នឹងគឺបាទកម្ពស់ពីដីគឺ8តឹកបងប្អូនបាទអញ្ចឹងកម្ពស់ពីដីនេះគឺ8តឹកនេះរាប់ពីដីមកបាទអញ្ចឹងឈើហ្នឹងគឺបាទគ្មានអីអស្ចារ្យទេបងប្អូនបាទគឺឈើយើងចាប់ឆាយជាឫស្សីបាទចាស់ខ្លះហើយតេញគេខ្លះបងប្អូនបាទអញ្ចឹងអត់មានអីអស្ចារ្យទេបងប្អូនឃើញត្រង់ហ្នឹងគឺដឹងថាវាអត់មានអីអស្ចារ្យទេប៉ុន្តែលក្ខណៈពិសេសវាខ្ញុំគិតថាល្អទោះបីត្រង់ហ្នឹងសាមញ្ញក៏ដោយប៉ុន្តែខ្ញុំគិតថាខែក្តៅអញ្ចឹងបើសិនជាយើងប្រក់ស្បូវអញ្ចឹងមន់យើងមិនសូវក្តៅទេបងប្អូនបើសិនជាយើងប្រក់សង្កសីបាទខែក្តៅខ្លាំងច្បាស់ជាមានបញ្ហាហើយត្រង់នេះគឺខ្ញុំច្នៃដោយខ្លួនឯងទេបងប្អូនបាទបើសិនជាបងប្អូនចង់ធ្វើតាមខ្ញុំក៏ធ្វើបានដែរគឺទទឹង2ម៉ែត្របដោយ4ម៉ែត្រហើយខ្ញុំខាន់ជាបន្ទប់គឺ4បន្ទប់បងប្អូនបាទហើយក្នុងមួយបន្ទប់បើសិនជាមន់យើង3-4ខាំយើងអាចដាក់40ទៅ50បានបងប្អូនបាទបើចំពោះខ្ញុំគិតថាធ្វើត្រង់អញ្ចឹងល្អមួយយ៉ាងដែរបងប្អូនបាទពួកអីយើងធ្វើកម្ពស់ពីដី8តឹកវាមិនសូវក្លិនឈួលក្លិនវាជុះទៅវាមិនសូវឈួលដល់មន់យើងខាងលើទេហើយជាពិសេសគឺបាទកន្លែងយើងវាយសម្រាប់ឲ្យវាអឺតមកស៊ីហ្នឹងគឺខ្ញុំអត់បានវាស់ទេប៉ុន្តែខ្ញុំវាស់ម្រាមដៃបងប្អូនបាទគឺ3ម្រាមបាទសួរ3ម្រាមអញ្ចឹងទៅបាទវាយឫស្សីមួយ3ម្រាមវាយឫស្សីមួយសម្រាប់ឲ្យវាអឺតមកស៊ីប៉ុន្តែបើសិនជាមន់យើងតូចបាទតូចយើងត្រូវវាយទៅតាមនឹងដែរបើសិនជាយើងវាយធំវាអាចចេញរួចហើយនេះគឺបាទវាស់3ម្រាមវាយមួយអញ្ចឹងទៅហើយចំណែកមន់តូចគឺខ្ញុំវាយ3ម្រាមមួយប៉ុន្តែវាចេញរួចខ្ញុំក៏វាយមួយទៀតដើម្បីកុំឲ្យវាចេញរួចបងប្អូនបាទហើយមុនដំបូងគឺខ្ញុំវាយ3ម្រាមមួយដល់ពេលដាក់មន់ទៅហើយមន់ហ្នឹងទម្ងន់វា3ខាំ4ខាំ5ខាំក៏មានដែរអញ្ចឹងទៅមានអាតូចជាងគេគឺវាចេញរួចអញ្ចឹងទៅគឺខ្ញុំវាយទ្រាប់ហើយកន្លែងនេះគឺសម្រាប់ដាក់មន់ធំគឺ3ម្រាមបាទវាយមួយអញ្ចឹងទៅវាអត់ចេញរួចទេហើយសម្រាប់ត្រង់នេះមិនសូវចុះលុយប្រមាណទេបងប្អូនបាទបើសិនជាបងប្អូនមានដើមឫស្សីខ្លួនឯងគឺមិនសូវចុះទេហើយជាពិសេសគឺស្បូវបើសិនជាស្បូវយើងអាចក្រងខ្លួនឯងបានមិនសូវចុះលុយប្រមាណទេបងប្អូនបាទយើងចុះតែទិញលួសខ្លះដេកគោខ្លះហើយនឹងសំណាញ់ដែលយើងត្រូវមករាំងបន្ទប់វានឹងក្រាលកន្លែងវាដើរហ្នឹងវាចុះតាមនឹងឯងបើសិនជាបងប្អូនមានដើមឫស្សីហើយជ្រូតស្បូវក្រងខ្លួនឯងប្រក់បានគឺមិនសូវចុះលុយទេហើយនេះខ្ញុំក៏ទិញគេសពគ្រប់ដែរដោយសារតែខ្ញុំអត់មានដើមឫស្សីឬក៏ស្បូវអីទេអញ្ចឹងខ្ញុំបាទត្រូវទិញគេសពគ្រប់ហើយត្រង់ដែលយើងប្រក់ស្បូវអញ្ចឹងវាមានអត្ថប្រយោជន៍ច្រើនណាស់បងប្អូនបាទយើងចង់ដាក់មេបាឲ្យវាពងឲ្យវាក្រាបហ្នឹងគឺល្អខែក្តៅវាញាស់បានច្រើនណាបាទអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងបងប្អូនបាទបើសិនជាបងប្អូនគិតថាមានអត្ថប្រយោជន៍ដល់អ្នកចិញ្ចឹមមាន់ជួយ share ម្នាក់មួយផងអរគុណច្រើន